Hello អ្នកទាំងអស់គ្នាជួបជាមួយខ្ញុំ KO Today ខ្ញុំសម្រាប់រឿងលោកគ្រូរោchoយើងប្រាប់បន្តទៀតចាប់តាមទៅដំបូងនេះខ្ញុំអាចថាសិនស៊ីហ្នឹងរៀបបង្ផាយជាមួយនឹងស្នេហ៍ជំហានទៅរោរបស់គេម្ដងទៀតហើយយើងមកឃើញថាអំពើស្នេហ៍ដៅរបស់សិនស៊ីហ្នឹងពិតជាមានកម្លាំងខ្លាំងមែនទែនហើយយើងមកឃើញថាអំពើស្នេហ៍ដៅមួយហ្នឹងពិតជាអែមខ្លាំងមែនទែនពេលនោះសិនស៊ីក៏បានកាប់ទៅមួយទំហឹងតែម្ដងធ្វើឲ្យជះចេញចំហាយដៅធំខ្លាំងមែនទែនធំកប់សេរីមានណាថាអំពើដៅរបស់សិនស៊ីហ្នឹងពិតជាមានកម្លាំងមែនទែនហើយយើងមកឃើញថាអំពើដៅមួយនោះប៊ីកាប់ចំជើងអាកែហ្មងតែម្ដងក៏កើតឈីលីងបាននិយាយថាមិញហ្នឹងប៊ីទៅហើយសិនស៊ីបានដើរចូលទៅចិត្តកង្កាត់ឈីលីងហើយគេបាននិយាយថាគេអាចចង់សម្រាប់កង្កាត់ឈីលីងប្រមាណដែរប៉ុន្តែសូមឲ្យកង្កាត់ឈីលីងហ្នឹងកុំរារាំងផ្លូវរបស់គេទៀតសិនស៊ីបានសម្លឹងទៅកាន់ផ្លែឈើទី5ហើយគេបានកឡើងថាកុំតែមានអនស៊ូវូសនហ្នឹងមកញ៉ៃគេទេកុំអីហ្នឹងគេបានផ្លែឈើទី5ហ្នឹងយូរហើយគេបាននិយាយថាបើគ្មានស៊ូវូសនទេបញ្ហាទាំងអស់នេះគេក៏មិនពិបាកក្នុងការដោះស្រាយវាដល់ថ្នាក់ហ្នឹងដែរពេលនោះស៊ូវូសនបានសួរទៅកាន់សិនស៊ីថាតើសិនស៊ីហ្នឹងព្រមលក់ផ្លែឈើទី5ឲ្យនាងអត់សិនស៊ីចង់ដាក់តម្លៃប្រហែលក៏នាងទិញដែរនាងភូមិទិញព្រោះនាងត្រូវការផ្លែឈើហ្នឹងចឹងណាសិនស៊ីបានឆ្លើយតបខ្ញុំអាចកំណត់តម្លៃផ្លែឈើទាំងអស់នេះបានតែបើខ្ញុំមិនចង់លក់វិញតើវាយ៉ាងម៉េចសិនស៊ីបានកឡើងថាស៊ូវូសននៅតែដូចពីមុនចឹងអ្វីក៏ដោយឲ្យតែនាងគិតថាល្អនាងតែងតែចង់បានវាធ្វើជារបស់ខ្លួនទៀតមកស៊ូវូសនបាននិយាយថានាងសុខចិត្តផ្លាស់ប្ដូរថ្នាំកម្រិតទី5ចំនួន5គ្រាប់ដោយយកផ្លែឈើទី5ចំនួន1តែប៉ុណ្ណោះតែឈីលីងក្រៅពីលើស៊ូវូសនបាននិយាយថាមានការផ្លាស់ប្ដូរចឹងហើយគេក៏បាននិយាយថាចយមកដំបូងผมប្រាប់មកតែមានការផ្លាស់ប្ដូរបើប្រាប់តែមានការផ្លាស់ប្ដូរចឹងខ្ញុំបកគលឲ្យទាំងអស់មកដែរចាំបាច់មានការបែកគ្នាធ្វើបន្តមកសិនសៀងក៏ឡើងថាកង្កែបមានពឹងមួយនេះវាកំពុងតែព្យាយាមដើម្បីឲ្យការពារផ្លែឈើទី5របស់វាព្រោះវាចង់បំលែងខ្លួនទៅជាមនុស្សហើយថ្នាំអាឡែកសឺដែលជួយដល់ការបំលែងរាងកាយដែលបានល្អបំផុតនោះគឺជាថ្នាំអាឡែកសឺកម្រិតទី5ប៉ុន្តែឥឡូវនេះស្រីល្ងងម្នាក់នោះបាននិយាយថាគេនឹងបកគលថ្នាំអាឡែកសឺកម្រិតទី5ចំនួន5គ្រាប់ឲ្យកាន់ខ្ញុំដោយផ្លាស់ប្ដូរយកផ្លែឈើទី5ចំនួនតែមួយតែប៉ុណ្ណោះតមកសិនស៊ីបានបន្តនិយាយថាអាយយយូវសនអតីតសង្សារចាររបស់បងអើយហើយអ្វីបានជាអូននៅតែមិនសូវឆ្លងអញ្ចឹងអ្នកនរគ្នាមានចាំអត់ការមួយខ្ញុំប្រាប់អ្នកនរគ្នាថាស៊ូវសននិងសិនស៊ីមានតំណែងតំណងជាមួយគ្នាអញ្ចឹងតែខ្ញុំប្រាប់តាន់តិចទេហើយឥឡូវយើងបានដឹងហើយថាស៊ូវសននឹងគឺជាអតីតសង្សារចាររបស់សិនស៊ីឥឡូវដល់តទៅយើងទៀតបន្តមកយូវសនក្រោយឃើញសិនស៊ីឈប់ក៏យូរពេកគេក៏បាននិយាយថាវាអត់គ្រប់គ្រាន់មែនបន្តមកយើងបាននិយាយថាចំមួយនេះវិញកង្កែបឈីលីងបានលន់មកថាចំធ្វើមកឲ្យយើងភ្នំតកទេអាហ្នឹងឲ្យអំកើតចំមួយនេះវិញកង្កែបឈីលីងមានពើបានភ្ញាក់ផ្អើលម្ដងទៀតទេព្រោះអីវាជាថ្មផ្ទុកអីបានពេលនោះកង្កែបឈីលីងមានពើមិនដឹងជាវាគិតអីទេបាននិយាយតាមចិត្តទៅកាន់សិនស៊ីថាមនុស្សយើងអាចសហការគ្នាបានដើម្បីប្លន់យកទ្រព្យសម្បត្តិរបស់នាងហើយបើអ្នកចង់ខ្ញុំក៏អាចប្រើថ្នាំពុះដើម្បីបន្សល់ទុករាងកាយដ៏ស្រស់ស្អាតរបស់នាងសម្រាប់អ្នកផងដែរក្រោយពីសិនស៊ីបានលើអង្កែបនោះយ៉ាងលយហើយគេក៏បាននិយាយថាបិទមាត់អង្កែបបើចង់រស់ចង់ធ្វើស៊ីសង្សារចាសិនស៊ីផ្ទះបកាយលើហើយពេលនោះសិនស៊ីក៏បានងាកទៅនិយាយជាមួយស៊ូសនថាបានឈប់ចង់បានរបស់គេថាមានតែគេនេះប្រាប់នាងតែមែនថាពេលចេញក្រៅនាងត្រូវប្រុងនិយាយអ្វីខ្លះហើយនិយាយខ្លាំងមែនណាក៏ប្រពន្ធណៃសោះណានេះហើយសិនស៊ីបានគិតឡើងថាហេតុអ្វីបានជាវាមានអារម្មណ៍ថាវាកំពុងតែធ្វើបាបគេអញ្ចឹងពេលដែលសិនស៊ីបាននិយាយចប់គេក៏បានកាបេដៃដើម្បីបេះផ្លែឈើទីទាំង5ហើយយើងបានឃើញថាមានផ្លែឈើទីទាំង5បានហោះចូលមកកាន់ដៃសិនស៊ីយ៉ាងងាយស្រួលតែម្ដងសិនស៊ីបាននិយាយថាហេកុំធ្វើដូចពិបាកពេកមើលឥឡូវនេះខ្ញុំនឹងឲ្យវាទៅកាន់នាងមួយស៊ូសនធ្វើមុខភ្លឺឆ្ងល់ហើយនាងបានសួរទៅកាន់សិនស៊ីថាសិនស៊ីនឹងបានប្រកបផ្លែឈើទី5ធៀបផ្លូវនឹងឲ្យនាងមែនសិនស៊ីបាននិយាយថាត្រូវហើយប៉ុន្តែពេលក្រោយពេលដែលនាងមានរបស់មានតម្លៃខ្លាំងយ៉ាងណាក៏ដោយសូមកុំបង្ហាញវាឲ្យគេឃើញមិនអញ្ចឹងទេនាងនឹងខ្លាចតែជាគោលដៅរបស់មនុស្សអាក្រក់នៅជុំវិញខ្លួនរបស់នាងជាមិនខានទោះជានាងមានអ្នកការពារខ្លាំងយ៉ាងណាក៏ដោយអញ្ចឹងទេនាងនឹងអាចមានរបួសស្រាលឬធ្ងន់ហើយអាចនឹងស្លាប់ទៀតផងប៉ុន្តែឥឡូវហ្នឹងនាងទទួលយកផ្លែឈើនេះហើយនាងទៅរកទៅផ្ទះវិញឲ្យលឿនទៅពេលសិនស៊ីបាននិយាយចឹងហើយធ្វើឲ្យស៊ូវសនបានងាកទៅមើលគេពេលនាងងាកទៅមើលសិនស៊ីនេះគឺថានាងបានឃើញស្មៅសិនស៊ីនៅពីក្រោយខ្នងអូខេងាកទៅមើលសិនស៊ីឃើញស្មៅសិនស៊ីឃើញស៊ូវសនមកគេខ្លាំងពេកគេអៀនហ្នឹងគេបាននិយាយថាណែអូនឯងយកហ្នឹងអញ្ចឹងគេអូនស្អីបងអៀនមកតម្រឹងមិនស្ទើរហ្មងតែពេលលើសិនស៊ីបានសួរចឹងស៊ូវសនក៏បានគិតក្បាលហើយនាងបានគិតថាទេតែបានខ្ញុំគិតអញ្ចឹងប្រហែលជាមនុស្សប្រុសវ័យក្មេងម្នាក់នេះមានភាពស្រីយ៉ាងទៅកាន់គាត់ខ្លាំងហើយតែឥឡូវហ្នឹងសិនស៊ីតែគាត់មានសត្វទុកយ៉ាងណាហើយនាងបានបន្តគិតថាសិនស៊ីកាលនោះគឺជាមនុស្សដែលចូលចិត្តអួតខ្លាំងណាស់ហើយមើលទៅថារឿងល្ងងទៀតផងបន្ទាប់មកស៊ូវសនក៏បានងាកមកនិយាយជាមួយសិនស៊ីថាបើតើតាមអ្នកវឹកហាត់គេមិនអាចទទួលរបស់ដោយ free បានឡើយចឹងហើយសូមសិនស៊ីដែលតម្លៃមកនាងនឹងភ័យហើយបន្ទាប់មកសិនស៊ីក៏បានឆ្លើយតបទៅកាន់ស៊ូវសនចឹងទៅថាផ្លែឈើទី5ហ្នឹងក៏វាមិនសូវជាមានតម្លៃអីប្រហែលដែរអញ្ចឹងហើយគេនឹងផ្លាស់ប្ដូរជាមួយនឹងថ្នាំបំបីរាងកាយមួយគ្រាប់ហើយនឹងដុំមេដាលូមួយគ្រាប់មិនម្ដុំមកហើយនិយាយខុសលោចឹងស៊ូវសនក្រោយពីថាសិនស៊ីចង់បានដុំមេដាលូចឹងគេក៏បាននិយាយថាសិនស៊ីពិតជាមានទេក៏សល់ខ្លាំងមែនតើមិនត្រឹមតែកម្រិតវឹកហាត់ខ្ពស់ហើយថែមទាំងមានជំនាញក្នុងការចម្រាញ់អាវុធទៀតផងមកស៊ូវសនក៏បានដំផ្សំវីរៈសិនស៊ីចង់បានទៅឲ្យសិនស៊ីហើយនាងបាននិយាយថានេះគឺជាថ្នាំបំលែងរាងកាយនាងសោកស្ដាយផងដែលនាងមិនបានយកសម្ភារៈសម្រាប់ចម្រាញ់វាមកប៉ុន្តែចាំពេលក្រោយទៅខ្ញុំនឹងរកវិធីដើម្បីយកវាទៅឲ្យនាងហើយនេះគឺជាមេដាលយូចម្លងវិញ្ញាណចាំពេលដែលខ្ញុំត្រឡប់ទៅនិកាមវិញខ្ញុំនឹងប្រើកូនដៅដើម្បីចម្លងមេដាលនេះយកមកឲ្យនាងនៅពេលក្រោយនិយាយគ្នាចិត្ត80ម៉ោងហើយនាងទៅណែនាំឈ្មោះទៅកាន់សិនស៊ីហើយនាងបាននិយាយថានាងឈ្មោះថាយូវសននាងមកពីនិកាយដៅតៅយន្តហើយនាងបាននិយាយថាប្រូតេសិនស៊ីនឹងមានគុណជួយជីវិតនាងអញ្ចឹងហើយនាងនឹងតបស្នងទៅកាន់សិនស៊ីវិញនៅថ្ងៃក្រោយតើមកស៊ូវសនក៏បានប្រាប់ពីគុណសម្បត្តិរបស់ដៅយុគវិញ្ញាណអញ្ចឹងទៅគឺវាអាចផ្ទុកអីបាននៅក្នុងនឹងបាននឹងអាចផ្ញើសារមកកាន់នាងបានផងដែរគឺផ្ញើសារញ៉ាយគ្នាយប់ឡើងអញ្ចឹងទៅនាងអត់គូមកចង់ដឹងច្រើនទេបន្ទាប់មកសិនស៊ីក៏បានណែនាំឈ្មោះទៅកាន់ស៊ូវសនវិញទៅថាគេឈ្មោះថាឈ
ชิงเรนก็จะในบริษัทตายเต้าโดยจะในบริษัทมีปากมีปูจังนะมันต่อมาเสียเรื่องว่ายังมาการมาให้กับคนสู้ซ้อมมันฮอใจหายเนื้อมันใหญ่ท่าชิงเรนจำนวนจ่าใจให้แต่ไอ้กับเพลย์หน้าถ่ายแต่ตำแหน่งตำแหน่งการยังพ้องมันต่อมาเป็นอย่างบางใครท่ากันกับชิลิมินปื้มาเรียนหนึ่งจ่าใจให้สินซีกับมันใหญ่ท่าบัดสันเสียไอ้มันจองบ้านทำแบบเรียนการนิเต้ไอ้อาจ่าใจบ้านชิลิมินปื้กลายเป็นเรื่องแบบนั้นเกี่ยวกับมันใหญ่ท่าเอาแต่ลมจ้าแต่ลมจ้านำปกติทำน้ำมันยังเหม็นยังเหม็นเต้นเหม็นเอาข้อไหนอันนั้นก็ข้อใช้เว้ยต่อมาสินซีกับมันใส่ตอบแต่การกับการชิลิมินปื้ท่าบางยังมันโยเวียไอ้แต่ยังหนึ่งโยเวียมันធ្វើไว้เป็นใต้หมดหนึ่งจังบ้านเวียไอ้เต้ធ្វើរឿងមួយយ៉ាងសិនតែមកកង្កាត់ឈីលីងបានសួរទៅកាន់សិនស៊ីថាតើលោកម្ចាស់ចង់ឲ្យខ្ញុំខ្លាចជាសត្វចិញ្ចឹមរបស់លោកម្ចាស់មែនហើយលោកម្ចាស់នឹងបកគន់ថ្នាំនឹងមកឲ្យខ្ញុំតែមកសិនស៊ីក៏បានសួរទៅកាន់វាថាម៉េចចង់ធ្វើមែនហើយកង្កាត់ឈីលីងបាននិយាយថាអត់ទេចង់ធ្វើតែប៉ុន្តែលោកម្ចាស់ឯងសូមតម្លាក់ដើរចុះសិនទៅភ័យសិនស៊ីបានប្រាប់ឲ្យកង្កាត់ឈីលីងមានปืนនឹងហាមកទៅចាំគេបញ្ចុកថ្នាំចូលហើយសិនស៊ីនឹងក៏បានដាក់ថ្នាំចូលមកខប់ទៅហើយគេបាននិយាយទៀតថាពេលសត្វវិញ្ញាណដូចឯងព្យាយាមបំបីរាងកាយនឹងមានខនថ្នាំជាច្រើនផ្សាយភីចេញនឹងធ្វើឲ្យសត្វវិញ្ញាណជាច្រើនទៅព្យាយាមមកដើម្បីសម្លាប់ឯងប៉ុន្តែឯងមិនបាច់ភ័យឡើយព្រោះយើងនឹងការពារឯងបន្ទាប់មកកង្កាត់ឈីលីងបានសួរទៅកាន់សិនស៊ីវិញថាលោកម្ចាស់ប៉ុន្តែឥឡូវហ្នឹងនៅលើភ្នំសំ1000គឺសម្បូរទៅដោយសត្វវិញ្ញាណច្រើនខ្លាំងណាស់បន្ទាប់មកឈិនស៊ីបានឆ្លើយតបទៅកាន់កង្កាត់ឈីលីងមានពើវិញថាឯងធ្វើកុំរំមើលដរាបណាយើងនៅទីនេះគ្មានអ្វីអាចធ្វើបាបឯងបានឡើយតែពេលនោះក្រោយពីសិនស៊ីបាននិយាយចប់យើងឃើញថាមានស្ដេចចចយ៉ាងធំមួយបានហក់ចេញពីក្នុងព្រៃមកតែម្ដងគិតទៅស្ដេចចចណាអាយុខ្លីខ្លាំងមែនទែនគ្រាន់តែចេញមកពីក្នុងព្រៃភ្លាមគេកម្មអត់ដែរអាយ៉ាក្បាលងាប់បាត់ក្រោយពីសម្រាប់សត្វចម្លែកហើយសិនស៊ីបាននិយាយថាសត្វចម្លែកក្នុងកម្រិត Golden Core មួយនេះពិតជាមានភាពក្លាហានខ្លាំងណាស់ដែលហ៊ានចូលមករកយើងបែបនេះបន្ទាប់មកសិនស៊ីបាននិយាយថាព្រោះតែឯងស្ថិតនៅកម្រិតប្រលឹងដើមកណ្ដាលដូចជាយើងបានឯងមានភាពងាយស្រួលក្នុងការទប់ទល់ជាមួយនឹងសត្វទាំងអស់នេះអញ្ចឹងបានន័យថាសត្វចម្លែកដែលស្ថិតនៅក្នុងអាណាចក្រមាសកំពូលគឺជាសត្វចម្លែកដែលមានកម្លាំងខ្លាំងជាងគេក្នុងចំណោមសត្វចម្លែកទាំងអស់នេះមែនទេបន្ទាប់មកយើងបានឃើញថាសិនស៊ីនឹងបានប្រមូលផ្ដុំតាមពលវិញ្ញាណនៅលើដៃរបស់គេហើយគេបាននិយាយថាអញ្ចឹងមិនអីទេតែយើងនឹងជួយឯងក្នុងការប្រមូលផ្ដុំតាមពលវិញ្ញាណបន្ថែមនៅទីនេះបន្ទាប់ពីសិនស៊ីបាននិយាយចប់គេក៏បានផ្ដុំតាមពលខៀវអំបញ្ញមិញដែលគេបានប្រមូលផ្ដុំហើយចេញទៅបានឃើញថាតាមពលខៀវដែលសិនស៊ីបានបញ្ចេញអំបញ្ញមិញគឺមានតាមពលខ្លាំងមកទៅគឺវាស្អាយភេទពេញព្រៃទាំងមូលតែម្ដងសូម្បីតែសត្វខ្លះកំពុងតែអង្គុយនិយាយដើមគេក៏វាបានធំខ្លាំងចំហាយតាមពលរបស់សាំងស៊ីដែរបន្ទាប់មកកង្កាត់ឈីលីងមកក៏ឡើងតាគាត់កំពុងតែប្រមូលផ្ដុំតាមពលហើយតាមពលរបស់គាត់ពិតជាមានសម្ពាធខ្លាំងណាស់តែគាត់នៅតែស្ថិតនៅអាណាចក្រមាសមែនឬអត់យើងលើទៅមកសាំងស៊ីវិញគេបាននិយាយថាចុះហើយខ្ញុំអត់មានចំណេញវាហើយចំនួនធំបែបនេះឡើងតែខ្ញុំគួរតែទប់ទល់ជាមួយនឹងសត្វអារ្យទាំងអស់នេះយ៉ាងម៉េចទៅបន្ទាប់មកសិនស៊ីក៏បានប្រើស្នៀតភ្នំត្រួតលើគ្នាទៅកាន់សត្វចម្លែកទាំងអស់នេះយើងឃើញថាសត្វចម្លែកទាំងអស់នោះមានចំនួនច្រើនខ្លាំងមែនទែនបន្ទាប់មកសិនស៊ីក្រោយប្រើស្នៀតភ្នំត្រួតលើគ្នាហើយគេក៏បានប្រើស្នៀតជំហានទៅរលកម្ដងដើម្បីទៅកម្ចាត់សត្វចម្លែកទាំងអស់ហ្នឹងសិនស៊ីក្រោយពីកម្ចាត់សត្វចម្លែកទាំងអស់ហ្នឹងហើយគេងាកមកនិយាយជាមួយនឹងកង្កាត់ឈីលីមានពើវិញថាយ៉ាងម៉េចដែរចំណេញរបស់បងអែមអត់អូនចំណេញអែមខ្លាំងអត់សិនស៊ីក្រោយពីនិយាយចប់គេក៏បានរត់ទៅប្រមូលវត្ថុមានតម្លៃមកពីសត្វវិញ្ញាណដែលគេបានសម្លាប់បាញ់មិញហ្នឹងឈីលីមានគិតថាយល់ល្អកុំធ្វើឲ្យមនុស្សម្នាក់នេះខឹងបើមនុស្សម្នាក់នេះខឹងពិតជាគួរឲ្យខ្លាចខ្លាំងណាស់សិនស៊ីបានប្រទះឃើញស្បែកពស់មួយហើយគេបាននិយាយថាអូហូស្បែកពស់អបស្បែកពស់មួយនេះមើលទៅពិតជារលំខ្លាំងណាស់បើនៅសម័យទំនើបវិញគេនឹងយកវាទៅធ្វើជាស្រោមជើងជាបន្តមកសិនស៊ីបាននិយាយថាវាអាចយកធ្វើជាស្រោមជើងបានអញ្ចឹងវាក៏អាចយកធ្វើជាអាវុធបានដែរណាមួយគេកំពុងតែត្រូវការអាវុធបែបទៅមុនដើម្បីឲ្យសយរបស់គេចូលប្រកួតក្នុងនយោបាយផងហើយនេះគឺជាអាវុធដែលសិនស៊ីមានកម្រងរៀបនឹងធ្វើឲ្យសៀវភៅប្រើប្រាស់នៅក្នុងការប្រកួត tournament គឺថាពិតជាសាហាវរំដាប់ JVP តែម្ដងតាមមកកង្កាត់ឈីលីមានពើបានអរគុណទៅកាន់សិនស៊ីដែលសិនស៊ីនឹងបានការពារគេរហូតដល់គេប្រមូលផ្ដុំតាមពលឆ្នាំបានពេញលេញតាមមកសិនស៊ីបាននិយាយថាល្អហើយចឹងឯងក៏ចិត្តដល់ពេលបំលែងរាងកាយដែរយើងគួរតែដាក់ឈ្មោះឯងឲ្យហើយតែឯងជាប្រុសត្រូវអត់បន្ទាប់មកកង្កាត់ឈីលីងបានតបទៅកាន់សិនស៊ីវិញថាអត់ទេលោកម្ចាស់ខ្ញុំជាស្រីតែគ្នាយើងមានចាំអត់កាលមុនខ្ញុំធ្លាប់ប្រាប់ទាំងអស់គ្នាថាកង្កែបពើកាជុកដែលសិនស៊ីប្រាប់បំផុតហ្នឹងគឺវាអត់ដំណើរការព្រោះឯងកាត់នឹងស្រីដូចគ្នាណាហើយសិនស៊ីបានសួរទៅកាន់វាថាអាចថៃបានលើកមុនឲ្យដេញតាមកង្កែបពើកាជុកដែលឯងបានបំផុតហើយខែដេញតាមវាកង្កាត់ឈីលីងបាននិយាយថាម៉េចសៀវសៀវបៃរបស់ខ្ញុំគឺជាធម្មពលបំផុតដែលលោកម្ចាស់បានបង្កើតឡើងជាប់ហើយស្នេហាដំបងរបស់ខ្ញុំបន្ទាប់មកស្អីរឿងរបស់យើងបានកាត់មកដល់បន្ទៃមូលីងនៅទីក្រុងបន្ទាប់មកយើងបានលើកសម្លេងមួយបាននិយាយថាពួកលោកគឺជាព្រឹទ្ធាចារ្យនៅក្នុងប្រាសាទមូលីងហើយពួកលោកនាំគ្នាធ្វើរឿងទាំងអស់នេះតើពួកលោកនៅក្រុមខ្ញុំដែលជាមេដឹកនាំប្រាសាទដែរឬទេបន្ទាប់មកព្រឹទ្ធាចារ្យម្នាក់បាននិយាយថាពួកគេធ្វើរឿងទាំងអស់នេះឡើងដើម្បីតែបន្ទៃមូលីងនិងនគរនេះតែប៉ុណ្ណោះហើយវាក៏អាចខ្លាចទៅជាក្នុងបង្អែករបស់ពួកយើងផងដែរបន្ទាប់មកព្រឹទ្ធាចារ្យនោះបាននិយាយថាមិនត្រឹមតែប៉ុណ្ណោះព្រះរាជបុត្រទី6ក៏មានចំណាប់អារម្មណ៍ដល់លោកយូទីងផងដែរអញ្ចឹងវាគឺជាសំណាងល្អរបស់យូទីងទេបន្ទាប់មកមានព្រឹទ្ធាចារ្យម្នាក់ទៀតបាននិយាយថាត្រឹមត្រូវឲ្យលោកស្រីព្រោះយើងបានទទួលការផ្សព្វផ្សាយពីគ្រួសាររាជវង្សហើយបើយើងផ្ដាច់ពីពេលនេះនឹងធ្វើឲ្យពួកគេខឹងហើយវាក៏អាចនាំផលអាក្រក់មកដល់ប្រទេសមូលីងរបស់យើងផងដែរបន្ទាប់មកព្រឹទ្ធាចារ្យម្នាក់នោះបាននិយាយទៀតថាខ្ញុំបានលើគេនិយាយថាក្នុងនគរនេះគឺមានអ្នកបើខាត់ដាំដុះកម្រិតខ្ពស់ចំនួន3នាក់បន្ទាប់មកព្រឹទ្ធាចារ្យម្នាក់នោះបាននិយាយទៀតថាខ្ញុំបានសង្កេតឃើញថាកូនរបស់លោកស្រីបានត្រឡប់មកវិញជាមួយនឹងលោកស្រីអញ្ចឹងមានន័យថាសាលាវេទមន្តមិនទទួលយកកូនរបស់លោកស្រីឡើយហើយម្យ៉ាងទៀតព្រះអង្គម្ចាស់ទី6កំពុងតែចូលចាំនៅក្រៅទ្វារបើអ្នកស្រីយល់ព្រមនោះអនាគតនៃប្រាសាទមូលីងរបស់យើងនឹងគ្មានដែលកំណត់ឡើយហើយពួកអតាកចាទាំងអស់នេះនិយាយច្រើនចុយមកនិយាយច្រើនណាបន្ទាប់មកអ្នកនាងនោះបាននិយាយថា
ថាបិទមាត់ពួកអាចចោយបដ ប្រសាទមូលលេងបាត់បងលុយច្រើនណាស់សារតែពួកឯងនេះកប៉ៅធំទៅតាកាចាទាំងអស់ឯហ្នឹងកំពុងតែធ្វើស្អីគឺតែយើងមិនដឹងមែនហើយនាងលូបាននិយាយថាគាត់មិនយល់ព្រមឲ្យកូនគាត់ទៅរៀបការជាមួយអ្នកណាឡើយតាមអស់រាជបុត្រនោះបានដើរចូលហើយគេបាននិយាយថាគេមិនតែគិតតសោះថាម្ចាស់ស្រីនេះប្រសាទមូលលេងគឺមានរាងកាយអែមបែបនេះថែមទាំងតចរិតកាយទៀតផងយើងចូលចិត្តបែបនេះអាមួយនេះទៅ3ក្បាលរបស់អ្នកមើលតាមមកព្រះអង្គម្ចាស់ទី6បាននិយាយថាខ្ញុំជាមនុស្សដែលមើលឃើញដំណើររបស់មនុស្សហើយខ្ញុំមិនចង់និយាយច្រើនឡើយអ្នកទាំងពីរហ្នឹងមានតំណែងនងឈាមជាមួយគ្នាហើយពេលទាំងពីរមានធ្វើជាបងប្អូនជាមួយគ្នាដល់ទៅអានេះចង់បានពីតែឯងសាមែនតាមមកនាងលូបាននិយាយថាសំទោសព្រះអង្គម្ចាស់ទី6ដែលធ្វើឲ្យព្រះអង្គម្ចាស់ទី6ខកចិត្តប៉ុន្តែខ្ញុំសូមបដិសេធហើយគាត់បានហៅព្រះតេចាបៃមកឲ្យទប់ទល់មួយពួកបកាច់ទាំងអស់ហ្នឹងនាងលូបាននិយាយថាយកពួកគេចេញទៅហើយព្រះតេចាបៃនិយាយថាយេម្ដងខ្ញុំនឹងធ្វើតាមម្ដងគ្រប់យ៉ាងចាបៃដែលមកដល់ប្រទេសបានចេញថៃតាមពលហើយគាត់បាននិយាយថាសំទោសព្រះអង្គខ្ញុំជាអ្នកការពារនៃបន្ទាយមូលលេងហើយរឿងទាំងអស់នេះខ្ញុំក៏ជាអ្នកដោះស្រាយផងដែរសូមព្រះអង្គម្ចាស់ចាចេញទៅតាមមកអ្នកការពាររបស់ព្រះអង្គបាននិយាយថាព្រះអង្គយើងចាចេញទៅខ្ញុំមិនជាគូប្រកួតរបស់អប៉ែហ្នឹងទេកាត់ឲ្យពងគាត់អបឡើយព្រះអង្គលើស្អីមួយយើងជិះតទីបញ្ចប់ហើយខ្ញុំ sorry ខ្លាំងមែនទែនសម្រាប់ការចេញវីដេអូទៀតក្នុងរយៈពេលប្រហែល6-7ថ្ងៃហ្នឹងខ្ញុំ sorry មែនទែន